ឯកឧត្តមប៊ុនហ៊ុនរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីសម្របសម្រួលដោះស្រាយសំណើនិងសំណុំពររបស់អង្គការសង្គមស៊ីវិលកញ្ញាលុយលីដានិងជំរាបលំអិតនៅព្រឹកថ្ងៃអង្គារទី2ខែធ្នូឆ្នាំ2025ឯកឧត្តមប៊ុនហ៊ុនរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីសម្របសម្រួលដោះស្រាយសំណើនិងសំណុំពររបស់អង្គការសង្គមស៊ីវិលដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការឯកឧត្តមលោកជំទាវតាមបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធអគ្គនាយកតំណាងអគ្គស្នងការនគរបាលជាតិអគ្គនាយករងនិងប្រធាននាយកដ្ឋានអង្គភាពចំណុះក្រសួងមហាផ្ទៃដែលជាអនុប្រធាននិងសមាជិកានៃក្រុមការងារព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតឯកឧត្តមប៊ុនហ៊ុនរដ្ឋលេខាធិការនិងជាប្រធានក្រុមការងារបានមានប្រសាសន៍ថាកិច្ចប្រជុំនៅពេលនេះគឺមិនមែនត្រឹមតែជាការឆ្លុះបញ្ចាំងអំពីការទទួលខុសត្រូវនិងការបដិញ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការពិគ្រោះយោបល់និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធប៉ុណ្ណោះទេប៉ុន្តែក៏ជាសក្ខីភាពមួយបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយរួមគ្នាទៅលើបញ្ហាប្រឈមនានាដែលកំពុងកើតមាននាពេលបច្ចុប្បន្នរបស់អង្គការសង្គមស៊ីវិលក្នុងឱកាសនោះផងដែរឯកឧត្តមរដ្ឋលេខាធិការបានគូបញ្ជាក់បន្ថែមអំពីសវតានៃការរៀបចំវេទិកានេះនាពេលកន្លងមកតាមរយៈលិខិតលេខ640សចនផកចុះថ្ងៃទី4ខែមិថុនាឆ្នាំ2018របស់ទីស្តីការគណៈរដ្ឋមន្ត្រីរាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ជូនក្រសួងមហាផ្ទៃធ្វើជាសេនាធិការក្នុងការរៀបចំវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធតំណាងរដ្ឋបាលរាជធានីខេត្តតំណាងដៃគូអភិវឌ្ឍន៍ព្រមទាំងសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីស្របច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជាចុងក្រោយឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណចំពោះវត្តមានឯកឧត្តមលោកជំទាវដែលជាអនុប្រធាននិងសមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃនេះជាពិសេសបានផ្ដល់យោបល់និងធាតុចូលយ៉ាងសំខាន់ទៅក្នុងអង្គប្រជុំទន្ទឹមនេះដែរឯកឧត្តមក៏បានដាក់ចែងនៅទិសដៅការងារមួយចំនួនជូនដល់ឯកឧត្តមលោកជំទាវអស់លោកស្រីដែលជាសមាជិកនៃក្រុមការងារត្រូវត្រៀមខ្លួនសម្រាប់ចូលរួមក្នុងវេទិកាលើកទី7នាពេលខាងមុខនេះត្រូវយកចិត្តទុកដាក់លើការដោះស្រាយសំណើនិងសំណុំពររបស់អង្គការសង្គមស៊ីវិលពីគ្រួផ្ដល់យោបល់លើខ្លឹមសារលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលទទួលបានមកវិញពីតំណាងសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល